นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សៈខ្ញុំប្រកាសរុណាអាត្មាភាពទាំង3ព្រះអង្គសូមនមស្ការចំពោះព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លានិងសូមធ្វើការនមស្ការចំពោះព្រះភិក្ខុអន្ត្រិយរខិតោនំសុខាប្របីដាសង្ឃវត្តបកងដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមធ្វើការនមស្ការចំពោះកណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលគង់នៅក្នុងវត្តបកងជាប្រក្រតីសូមធ្វើការនមស្ការចំពោះកណាជាម្ចាស់ដែលគង់នៅលើធម្មសនៈមានព្រះវិខុកល្យាណធិរោធិនសំនិងសាមណេរអកោធចតោមូនសុមេព្រមទាំងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់មានគ្រូអាចារ្យគណៈកម្មការលោកយាយលោកតាពុទ្ធបរិស័ទលោកយាយវិជាវិចារវត្តទាំងអស់បងណាបងកណានៅក្នុងថ្ងៃនេះដែលជាថ្ងៃពុទ្ធ15កើតខែពិសាឆ្នាំរោងឆស័កពុទ្ធសករាជ2567ត្រូវនៅថ្ងៃទី22ខែឧសភាឆ្នាំ2024នៅក្នុងថ្ងៃនេះក៏ជាថ្ងៃដែលត្រូវត្រៀមនឹងឡើងសក្ការៈថ្មីញាតិញោមពុទ្ធបរិស័ទទាំងអស់ក៏ដឹងដែរញោមគឺឡើងសក្ការៈថ្មីគឺឡើងពុទ្ធសក្ការៈគឺនៅក្នុងសក្ការៈឆ្នាំនេះគឺនៅក្នុងថ្ងៃហ្នឹងគឺ2567ដល់ពេលសក្ការៈនៅពេលថ្ងៃស្អែកឡើងចូល68ប៉ុន្តែដល់ពេលបន្តទៅទៀតទៅដល់ពេលថ្ងៃហ្នឹងទៀតឡើងបន្តទៀតក៏មួយឆ្នាំឡើងម្ដងក៏គេហៅថាចូលឆ្នាំព្រះចូលឆ្នាំខាងសក្ការៈបើញាតិញោមមើលចូលឆ្នាំខាងពុទ្ធសករាជខាងពុទ្ធសាសនាអត់ធ្វើមានញាតិញោមមកទេញោមមិនមែនទេបើខាងចូលឆ្នាំសកលផ្អើលទឹកផ្អើលដីញោមហើយអបអសាទរច្រើនណាស់មាន Happy New Year Happy Birthday Happy New Year រីករាយឆ្នាំថ្មីឆ្នាំសកល2024ដល់ពេលចូលឆ្នាំខាងពុទ្ធសាសនាខាងសក្ការៈញាតិញោមដូចមក Happy តិចញោមណាមើល Happy តិចពេកញោមមើល Happy បានតែយាយមើលណាដល់ពេលខាងបងប្អូនកុមារាកុមារីអត់ឃើញមកតែ Happy បានមកតិច Happy អត់មកទទួលណាអញ្ចឹងគាត់មិនទាន់ការមានយល់ដឹងច្រើនកណាចឹងនៅក្នុងថ្ងៃនេះគឺនិយាយខាងដើមគឺជម្រាបញាតិញោមមកដឹងប៉ុណ្ណឹងថាសក្ការៈចាស់នឹងឆ្លងនៅពេលដល់ចូលនៅថ្ងៃនេះថ្ងៃស្អែកនឹងចូលថ្មីញាតិញោមថ្ងៃស្អែកហ្នឹងញាតិញោមអញ្ជើញគឺព្រឹកមិញព្រះអង្គគ្រូបានប្រកាសហើយថាស្អែកនេះមករាប់បាតទាំងអស់គ្នាដើម្បីទទួលសក្ការៈថ្មីគឺហៅថាចូល2568នោះហ្នឹងហើយចឹងនៅក្នុងថ្ងៃនេះជាថ្ងៃបុណ្យវិសាខបូជាគឺមាន3ចំណុចធំញាតិញោមបើមាន3ចំណុចធំទី1គឺ
ថ្ងៃពិសេសគឺថ្ងៃព្រះអង្គទ្រង់ប្រសូតចាស់ឧត្តរព្រះមេដាគឺនៅក្នុងថ្ងៃនឹងឯងបាទថ្ងៃនឹងឯងហើយទី2គឺជាថ្ងៃដ៏ពិសេសមួយសម្រាប់ញាតិញោមត្រូវយល់ដឹងគឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណពីត្រាស់ដឹងគឺដឹងសពគ្រប់ញាតិញោមដឹងសពដឹងគ្រប់នឹងដឹងសពគ្រប់មិនខ្វះចំណោះត្រង់ណាឡើយហ្នឹងហើយដល់ពេលថ្ងៃទី3ជាថ្ងៃពិសេសមួយទៀតគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ចូលខណ្ឌបរិនិព្វានក៏ជាថ្ងៃនឹងដែរប៉ុន្តែទាំងអស់ហ្នឹងខ្ញុំកណាអាត្មាភាពនឹងមិនបានពិពណ៌នាអត្ថបាយអីទេតោឱកាសឲ្យគុណចាស់ព្រះវិខុកល្យាណធរោធិនសំនឹងចាំស្ដាប់ខ្លឹមសារញោមណានេះអាត្មាក៏នឹងប្រាប់ថាបើនិយាយពីដើមឈើវិញប្រាប់តែដើមឈើធំណាស់ប៉ុន្តែរឿងខ្លឹមដឹងខ្លឹមប៉ុណ្ណាទេយ៉ាងណាមិញប្រសាច់ធរក៏អាត្មាមកដឹងថាធម្មបរិយាយរបស់គុណចាស់ហ្នឹងដល់ជំរឿនណាក៏ដឹងដែរអញ្ចឹងចាំស្ដាប់គុណចាស់កល្យាណធរោធិនសំទី2គឺខ្ញុំកណាអាត្មាភាពនៅកាន់មីក្រូមុនគេហ្នឹងណាញាតិញោមចាំស្ដាប់ចឹងទៅខ្លឹមសារដល់ពេលទី3ហ្នឹងចាំស្ដាប់ធម្មបរិយាយតើតើទៅនឹងព្រឹត្តិការណ៍នៃការបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺចាំស្ដាប់សាមណេរអកោធិចតាមនសុមេញាតិញោមសត្វភូមិយើងញោមណាញោមនៅស្រុកស្រែយើងទេញោមណាមែនទេនៅស្រុកស្រែយើងទាំងអស់ហ្នឹងឯងកូនអ្នកស្រុកកូនអ្នកស្រែហ្នឹងញោមក៏ឆ្លងកាត់ទៅរៀនពីឆ្ងាយមកពីមុនអត់ចេះទេកាលពីនៅសាមណេរតូចរត់ទៅដើរទៅលេងទេញោមទីលោកគ្រូទៅក្រៀកថាមចង់ស្ដាប់ផងដូចចាក់ក្បាលចាក់ក្បាលដូចចាប់ទឹកលើក្បាលទាហ្នឹងហើយនិយាយមិនស្ដាប់ទេប៉ុន្តែឥឡូវចេះគិតចេះគូទៅអត់ពិបាកអេហ្នឹងហើយតែបានតរៀនចេះដឹងតិចតួចទៅយកមកបង្ហាញញាតិញោមពុទ្ធបរិស័ទអញ្ចឹងកុំឲ្យបន្តវែងឆ្ងាយសូមប្រគេនភារៈនេះគឺតកតងប្រសូតប្រគេនចំពោះគុណម្ចាស់កល្យាណធរោធិនសំសូមអារាធនានិមន្តគណៈទាំងចឹងខ្ញុំគណៈសមការគ្រប់ការគ្រប់បិទាំងពងពីសំណាក់សមថេរៈដើម្បីនឹងបានពោលនៅធម្មកថានៅក្នុងពេលវេលាកាលនេះផងដែរនមោនមត្ថរតនតយស្សៈខ្ញុំព្រះអង្គសំលឹកកំបងអញ្ជលីអភិបិណ្ឌបន្ទន់កាយថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លានិងសូមគិរវកិច្ចនមស្ការចំពោះលោកម្ចាស់ជាសង្ឃថេរៈក៏ដូចជាគ្រូរបស់ខ្ញុំកណ្ណាទាំងមូលតែម្ដងព្រមទាំងរាប់អានចំពោះលោកដែលមានអាយុទាំងឡាយគ្រប់ព្រះអង្គទាំងកុសាមណេរទាំងបិតាសង្ឃនៅក្នុងវត្តបាគងនៃយើងនៅទាំងមូលតែម្ដងនិងចម្រើនពរញាតិញោមជាពុទ្ធបរិស័ទគ្រប់រូបដែលបានឮទៅតាមឃោសនាស័ព្ទនេះទោះបីនៅក្នុងវត្តនេះក្តីឬក៏នៅក្នុងទីឆ្ងាយដទៃក្តីនឹងឯកសូមចម្រើនពរដល់នឹងតែម្ដងអញ្ចឹងមិនមានអីឲ្យវែងឆ្ងាយអន្លាយសេចក្តីទេព្រោះពេលវេលាយើងវាខ្លីហើយប្រធេរៈបានមានការលើកមកពីខាងដើមហើយថាតកតងពីបនវិសាខបោជាដោយប្រារព្ធហេតុ3យ៉ាងគឺធំទាំងឯងទី1តកតងនឹងហេតុដែលនាំឲ្យព្រះបរមពុទ្ធិសត្វព្រះអង្គប្រសូតចាកគរនៃព្រះមេត្តារីឯទី2គឺតកតងពីព្រះបរមពុទ្ធិសត្វបានត្រាស់ដឹងជាសម្មាសម្ពោធិញ្ញាណនៅជាអ្នកកាត់ផ្ដាច់នៅអាសវៈកិលេសនិងចំណុចចុងក្រោយគឺបរិនិព្វានទាំងខន្ធនិព្វាននឹងតែម្ដងអញ្ចឹងឯណា
ប៉ុន្តែប្រធរៈបានបកគលទូនាទីឲ្យខ្ញុំបកណានឹងបានមួយដែរគឺសូមឲ្យខ្ញុំកណាជួយបរិយាយតាក់ទងអំពីការប្រសូតតើព្រះសម្មាសម្ពុទ្ធព្រះអង្គប្រសូតនឹងឯងនៅណាទីណាហើយនៅថ្ងៃណាឆ្នាំណាខែណានឹងនៅទីណាដែលមានដាឈ្មោះអ្វីពនាមអ្វីបិតាពនាមអ្វីអញ្ចឹងយើងបានដឹងប៉ុន្តែมันបានមានពេលវេលាអីបានឆ្ងាយបានសពគ្រប់ទាំងអស់ទេគ្រាន់តែសំដែងសង្ខេបខ្លីទេតេតងអំពីព្រះសម្មាសម្ពុទ្ធឬក៏យើងនេះយើងគ្រាន់ហៅកាត់ទេថាព្រះសម្មាសម្ពុទ្ធប៉ុន្តែមិនទាន់រាប់ជាព្រះសម្មាសម្ពុទ្ធនៅឡើយទេយើងរាប់ហៅថាព្រះបរមពោធិសត្វសត្វដែលទៀងនឹងបានត្រាស់ដឹងណានិយតពោធិសត្វណាសត្វដែលទៀងនឹងបានត្រាស់ដឹងជាព្រះពុទ្ធហ្នឹងអញ្ចឹងឲ្យបានដឹងថាព្រះបរមពោធិសត្វនឹងឯងមុននឹងព្រះសម្មាមុននឹងព្រះអង្គបានមកបដិសន្ធិក្នុងគោនៃព្រះមេត្តាហើយប្រសូតចាកគោនៃព្រះមេត្តានឹងឯងនោះព្រះអង្គបានប្រមាលមើលសិនណាមានកិច្ចប្រមាលមើលសិនគឺជាសន្តិសិទ្ធទេវបុត្រជាសន្តិសិទ្ធទេវបុត្រនៅឋានទុសិទ្ធយើងក៏បានដឹងទី1ឋានទេវតាទី1ឋានសួគ៌ណាចាតមហារាជការទី2តាវតឹងទី3យាមាឥឡូវជាន់ទី4ឋានទុសិទ្ធសន្តិសិទ្ធទេវបុត្រនោះគឺជាន់ទី4នឹងឯងណាដែលតួអង្គព្រះបរមពោធិសត្វគ្រប់ព្រះអង្គអញ្ចឹងឲ្យតែត្រៀមនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធគឺត្រូវតែបដិសន្ធិនៅក្នុងឋានទុសិទ្ធនឹងជាន់ទី4តែម្ដងវិញចឹងឯនោះណាបានប្រមាលមើលដែលព្រះព្រំទាំងឡាយផងក៏ដូចជាទេវតាទាំងឡាយផងទេវបុត្រទាំងឡាយបានអរតនីមកឲ្យបដិសន្ធិក្នុងគោនៃព្រះមេត្តាបានប្រមាលមើលទី1គឺប្រមាលមើលមេត្តានឹងមុនតើមេត្តានេះជាស្រីរបៀបម៉េចណាជាស្ត្រីដែលមានចរិយាមេរយាទយ៉ាងណាដែរទើបព្រះអង្គមកបដិសន្ធិក្នុងគោនៃមេត្តានឹងហើយមេត្តានឹងបានសាងបារមីនឹងឲ្យមកច្រើនហើយដើម្បីនឹងហៅថាយើងធ្លាប់អធិដ្ឋានក្នុងចិត្តធ្លាប់ប្រាថ្នាថាសូមឲ្យបានជាមេត្តាព្រះពុទ្ធណាឲ្យបានជាពុទ្ធមេត្តាមួយអង្គផងចុះនឹងមួយទៅរីឯមួយទៀតនឹងឯងគឺប្រមាលមើលប្រទេសណាមើលប្រទេសនឹងកន្លែងនឹងតំបន់នឹងឯងមានព្រះពុទ្ធធ្លាប់ត្រាស់ដឹងកន្លែងទឹកដីនឹងឯងហើយបានមកអញ្ចឹងបដិសន្ធិនឹងឯងក្នុងគោលមេត្តារហូតទៅដល់និយាយសង្ខេបខ្លីទៅគឺរហូតដល់10ខែដល់តែយើងធម្មតា9ខែ10ថ្ងៃទេអញ្ចឹងណាមនុស្សសាមញ្ញយើងធម្មតានឹងឯងហ្នឹង9ខែ10ថ្ងៃក៏មានអ្នកខ្លះ7ខែក៏មានអញ្ចឹងទៅហ្នឹងរហូតដល់អ្នកខ្លះ8ខែជួនអីក៏អត់រស់ទៀតអាចស្លាប់ទៅទៀតអញ្ចឹងទៅប៉ុន្តែបើ9ខែ10ថ្ងៃក៏ជួនអីក៏គ្នាបានរស់ដល់ច្រើនគឺយើងទាំងអស់គ្នាអញ្ចឹងទៅប៉ុន្តែព្រះបរមពោធិសត្វអត់ទេណាគឺត្រូវតែ10ខែមិនឲ្យខ្វះទេណាបដិសន្ធិនៅក្នុងព្រះគោនៃមេត្តានឹងឯងគឺ9ខែ10ថ្ងៃអត់ដូចយើងអញ្ចឹងទេគឺ10ខែហើយបដិសន្ធិនឹងឯងប្រកបដោយមហាកុសលតែ4ដួងទេប៉ុន្តែដល់ច្រើនគឺព្រះបរមពោធិសត្វគឺបដិសន្ធិត្រឹម1ដួងគឺដួងទី1មហាវិបាកសំទោសមិនមែនមហាកុសលទេមហាវិបាកដួងទី1គឺសោមនស្សសហកតੰញាណសម្បយុត្តੰអសង្ខារិកੰមហាកុសលចិត្តមហាវិបាកចិត្តੰចឹងណាមហាវិបាកកើតឡើងព្រមដោយសោមនស្សវេទនាប្រកបដោយបញ្ញាមិនមាននរណាដឹកនាំអញ្ចឹងបដិសន្ធិដោយអំណាចនៃមហាវិបាកដួងទី1ជាសហេតុកចិត្តប្រកបដោយហេតុត្រឹមត្រូវហើយមានបញ្ញាទៅទៀតមិនមែនជាអហេតុកចិត្តទេណាហើយក៏មិនមែនជាទុហេទេ
គឺបដិសន្ធិដោយហេតុ3មានហេតុគ្រប់គ្រាន់ទើបអាចត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធបានបើបដិសន្ធិដោយអហេតុកចិត្តឬក៏អហេតុកវិបាកហ្នឹងណាដូចជាបុគ្គលដែលគ្នាកើតមកនឹងអាចប្រកាច់ប្រកិនកោថ្លង់ខ្វាក់ខ្វិនខ្វងពីកំណើតទៅអានឹងឯងហ្នឹងគឺហៅថាបដិសន្ធិដោយអហេតុកចិត្តបុគ្គលហ្នឹងអត់អាចបានត្រាស់ដឹងហើយមគ្គផលក៏មិនអាចសម្រេចបានទេរៀនធម៌រៀនសូត្រអ្វីៗក៏គ្នាអត់ចង់ចាំទៅទៀតទន្ទិញដែរប៉ុន្តែมันអាចស្ទុះទៅបានដូចគេណាប៉ុន្តែចំណែកព្រះបរមពោធិសត្វឬក៏បុគ្គលដែលមានឧបនិស្ស័យគ្រប់គ្រាន់គួរនឹងបានមគ្គផលក្នុងជាតិនេះគឺត្រូវតែបដិសន្ធិដោយមហាវិបាកដួងទី1ដែលជាសហេតុកចិត្តហើយប្រកបដោយបញ្ញាជាអ្នកឆ្លាតវៀងវៃអញ្ចឹងណាអញ្ចឹងបានព្រះបរមពុទ្ធសាសនាបដិសន្ធិក្នុងគោនៃព្រះមេត្តាហ្នឹងហើយប្រកបដោយចិត្តហ្នឹងវាអញ្ចឹងប្រកបដោយចិត្តហ្នឹងយ៉ាងណាមិញហ្នឹងឯងគណៈពេលហ្នឹងបាន10ខែ10ខែហ្នឹងឯងគឺប្រមាណមើលថាតើនៅនគរអីគេនោះបដិសន្ធិគឺនៅក្រុងកបិលលភ័សឬក៏យើងហៅកបិលវត្ថុសប្តាហ៍ថ្ងៃហៅនេប៉ាល់គឺប្រទេសនេប៉ាល់ហ្នឹងណាវាអញ្ចឹងមិនមែនជាប្រទេសឥណ្ឌាទៀតទេឥឡូវជានេប៉ាល់ហើយប្រទេសដាច់ដライផ្សេងហើយគឺជាទឹកដីនៃព្រះបាទសទ្ធោទនៈខាងបិតារបស់ព្រះបាទសទ្ធោទនៈហ្នឹងដែលព្រះនាងសិរិមហាមាយាទេវីហ្នឹងបានទៅបានអគ្គបានព្រះស្វាមីគឺព្រះបាទសទ្ធោទនៈហ្នឹងឯងនៅនគរកបិលភ័សរីឯព្រះនាងសិរិមហាមាយាគឺបិតារបស់ខ្លួនហ្នឹងគឺនៅនគរទេវទៈហៈអញ្ចឹងសម័យដើមគឺស្ត្រីបានប្តីបានអីគឺទៅនៅខាងប្រុសដោយយើងសពថ្ងៃគឺប្រុសមិននៅខាងស្រីវិញវាអញ្ចឹងឯណាដល់សម័យដើមគឺស្រីនៅខាងប្រុសវាមានលក្ខណៈអញ្ចឹងដល់ទៅពេលហ្នឹងព្រះបរមពោធិសត្វព្រះអង្គប្រមាលមើលឃើញអញ្ចឹងហើយក៏បាន10ខែនាំឲ្យព្រះមេត្តាគឺព្រះនាងសិរិមហាមាយាណាយើងចំណាំមេត្តារបស់ព្រះបរមពោធិសត្វនៃយើងគឺព្រះនាងសិរិមហាមាយាទេវីរីឯព្រះរាជបិតានឹងឯងគឺព្រះបិតាគឺព្រះបាទសទ្ធោទនៈអញ្ចឹងឯណានាំឲ្យព្រះមេត្តានឹងចង់គ្មានចង់អ្វីគឺចង់មកលេងព្រះនគរនឹកបិតាណានឹកព្រះបិតានៅឯស្រុកគឺនគរទេវទៈហៈហ្នឹងណាហើយម្យ៉ាងទៀតក៏ចង់មកប្រសូតបុត្រនៅឯស្រុកនេះផងដល់ពេលហ្នឹងចង់មកក៏មានអីមកដល់ពាក់កណ្ដាលផ្លូវយើងឧទាហរណ៍ថា50គីឡូដីចុះអានេះគ្រាន់តែឧទាហរណ៍ទេមកពីនគរកបិលភ័សមកដល់25គីឡូណាបើគិតពីនេះពីពាក់កណ្ដាលផ្លូវទៅនគរទេវទៈហៈ25គីឡូទៀតអញ្ចឹងវា50គីឡូបកទៅក្រៅក៏វាអត់ទាន់ទៅមុខក៏អត់ទាន់បានពាក់កណ្ដាលផ្លូវមកដល់ឃើញមានដើមរាំងភ្នំមួយមានផ្កាយល់ឲ្យច្រើនអញ្ចឹងទៅនាំឲ្យពនាងឈឺព្រះឧត្តរណាឧត្តរគឺឈឺពោះណាដែលយើងមនុស្សសាមញ្ញធម្មតាយើងហៅថាឈឺពោះប្រសូតបត់ហ្នឹងប៉ុន្តែពនាងអត់មានឈឺអីចុកផេវផាវអីទេគ្រាន់តែឈឺដូចយើងរបៀបចង់បន្តបងអីមួយបន្តបងបាត់ជើងតូចអញ្ចឹងទៅស្រាប់តែដៃម្ខាងគឺប្រារព្ធនឹងចាប់មែករាំងភ្នំនេះរាំងភ្នំមិនចេះអោនមកដូចអ្នកមានវិញ្ញាណដូចមនុស្សយើងអោនគោរពអញ្ចឹងឯងរាំងភ្នំចេះអោនមកអញ្ចឹងទៅហើយវានៅផែនដីវាស្រត់ចុះក្រោមអញ្ចឹងទៅរាំងភ្នំទៀបមកអញ្ចឹងទៅក៏ពនាងចាប់មកអញ្ចឹងទៅចាប់គ្រាន់តែប៉ុណ្ណឹងឯងមើលស្រាប់តែព្រះបរមពោធិសត្វលោកថាធ្លាក់មករូមិនមែនចាំបើយើងទាំងអស់គ្នាយើងថាប្រសូតចេញក្បាលមកមុនប៉ុន្តែព្រះបរមពោធិសត្វប្រសូតធ្លាក់មកឈរទេណាឈរទេឈរហើយមានព្រះព្រំហើយនឹងសកទេវរាជគឺនៅចាំស្រេចឲ្យយើងមាននរណាចាំណាមានតែឆ្មបឬក៏ពេទ្យគេនឹងឲ្យទៅ
វាមានអញ្ចឹងឲ្យទៅបដូរស្លាប់បដូររស់បានលោកដាក់ឈ្មោះឲ្យថាការឆ្លងទន្លេអញ្ចឹងណាវាតម្កល់ជាមួយនឹងមច្ចុរាជនឹងប្រឈមមុខនឹងគ្រោះថ្នាក់ប៉ុន្តែព្រះបរមពុទ្ធសាសនាអត់អញ្ចឹងទេណាធ្លាក់មករូអញ្ចឹងឲ្យទៅដូចក្មេងៗជីអាស្អីដែលកន្ត្រកវិលឬអាស្អីគេដែលគេចុះធ្លាក់មករៃអញ្ចឹងឲ្យទៅអញ្ចឹងហើយអានឹងឯងប៉ុន្តែព្រះបរមពុទ្ធសាសនាមានព្រះអិនផងព្រំផងហើយសុយាមទេវបុត្រសន្តសិទ្ធទេវបុត្រគ្រប់ឋានមកចាំទទួលសកទេវរាជផងហើយមហារាជទាំង4ឋានចាតមហារាជការចាំទទួលអីសពគ្រប់អញ្ចឹងទៅមានកណាត់មានអីចាំស្រេចបាច់ទៅទៀតអញ្ចឹងបានសពគ្រប់អញ្ចឹងហើយក៏បានមានព្រះអង្គចេះរត់បានប្រមាណចំហៀនបាន7ចំហៀនណាបាន7ចំហៀនហ្នឹងហើយមានផ្កាឈូកត្រគ្រប់ចំហៀនទៅទៀតបានព្រះអង្គពោលព្រះវាចាថាម៉េចចាំទេអកោហមស្មិលោកាសហណាចេតោហមស្មិលោកាសហជាដើមអញ្ចឹងទៅណាហ្នឹងហើយយើងជាចម្បងក្នុងលោកជាដើមឲ្យបានដឹងថាយើងជាបុគ្គលប្រសើរជាងគេនៅក្នុងលោកជាតិនេះគឺជាជាតិចុងក្រោយរបស់យើងហើយអត្តន័យអញ្ចឹងណាបានសេចក្តីថាជាតិនេះគឺជាតិចុងក្រោយរបស់ព្រះអង្គហើយព្រះអង្គប្រសើរជាងបុគ្គលដទៃមនុស្សទេវតាឥន្ទព្រំមិនស្មើនឹងព្រះអង្គទេមានតែព្រះអង្គទេទៅប្រសើរជាងគេមើលប្រហែលព្រះព្រហ្មនៅចាំទទួលព្រះអង្គប្រសូតទៀតហើយមិនពិបាកលាងទឹកលាងអីព្រះអង្គស្ងួតច្រាញ់ហ្នឹងយើងលាងទឹកនោះផ្សេងទៅហើយថ្នាំនោះដែលកាប់ដើមអីផ្សេងដាំកន្លះខែមួយខែអីនោះខ្លាច់ទាស់ផ្សេងអញ្ចឹងឲ្យទៅហើយថ្នាំចាក់សរោមក៏សរោមអញ្ចឹងទៅអាំងភ្លើងក៏អាំងភ្លើងទៅប៉ុន្តែព្រះនាងសិរិមហាមាយាអត់អញ្ចឹងទេណាដល់តែពេលហ្នឹងនិយាយសង្ខេបខ្លីទៅព្រះបរមពុទ្ធសាសនាប្រសូតចាករនៃមេត្តារួចសពថ្ងៃទៅដែលប្រសូតឡើងនៅក្នុងថ្ងៃណាញោមចាំទេថ្ងៃសុក្រ15កើតខែអីខែពិសាឆ្នាំអីឆ្នាំចអញ្ចឹងណានឹងយើងបានដឹងគឺថ្ងៃសុក្រ15កើតខែពិសាឆ្នាំចព្រះសម្មាព្រះបរមពុទ្ធិសត្វនៃយើងនឹងគឺប្រសូតចាករនៃព្រះមេត្តានៅចន្លោះនៃនគរទាំងពីរគឺនគរទេវតហៈនគរខាងបិតារបស់ព្រះនាងសិរិមហាមាយានិងនគរកបិលភ័ស្ត្រនគរខាងព្រះបិតារបស់ព្រះបាទសទ្ធត្ថៈអ្នកនៅក្រោមដើមរាំងភ្នំអញ្ចឹងណានៅក្រោមដើមរាំងភ្នំដល់អញ្ចឹងទៅព្រះនាងសិរិមហាមាយាទេវីនឹកថាអាត្មាអញមានចំណងចង់ថាមកធ្វើដំណើរមកនោះគឺដើម្បីប្រារព្ធទៅប្រសូតបុត្រនៅស្រុកនៅខាងនគរបិតាចុះបើមកដល់ប្រសូតបុត្រតាមផ្លូវហើយទៅធ្វើអីទៀតណាបកទៅក្រោយវិញហ្មងទៅអញ្ចឹងណាមានអាមាត្យមានអីហែហមក៏បកទៅកន្លែងព្រះរាជស្វាមីវិញទៅអញ្ចឹងបញ្ជាក់សេចក្តីមកវិញថាព្រះបរមពុទ្ធិសត្វនៃយើងនឹងឯងមុននឹងព្រះអង្គប្រសូតនឹងព្រះអង្គបដិសន្ធិក្នុងគរមេត្តាព្រះអង្គប្រមាលមើលហេតុនៅមើលប្រទេសមើលតំបន់មើលមេត្តាមើលបិតាតកូលណាជាមាននៅសមាទិដ្ឋិជាដើមអញ្ចឹងទៅរហូតដល់ព្រះអង្គមើលកាលទៀតមើលកាលមួយទៀតគឺកាលអ្វីគេគឺកាលមនុស្សដែលមានអាយុមិនក្រោម100ឆ្នាំណាព្រោះអ្វីអាយុមនុស្សយើងនឹងក្រោម100ឆ្នាំគឺបុគ្គលប្រមាថខ្លាំងណាស់សំដែងធម៌អីក៏ស្ដាប់អត់បានទេពី100ឆ្នាំពីក្រោម100ឆ្នាំទៅដល់10ឆ្នាំនិយាយធម៌អត់ស្ដាប់បានទេយ៉ាងណាមិញពី10ឆ្នាំឡើងដល់មួយអសង្ខ័យឆ្នាំក៏និយាយធម៌ស្ដាប់អត់បានដែរព្រោះអ្វីបុគ្គលអាយុតិចពេកនិយាយធម៌ទៅស្ដាប់អត់បានព្រោះកិលេសវាក្រាស់
រាគៈខ្លាំងតោសៈខ្លាំងចឹងទៅនិយាយធម៌ស្ដាប់អត់យល់ដល់តែអាយុច្រើនពេកនិយាយពីកម្មដ្ឋានពីអនិច្ចំរូបនេះមិនទៀងទុក្ខំរូបនេះជាទុក្ខអនត្តាមិនមែនជាខ្លួនអត់ជឿទេណាអាយុច្រើនពេកគឺមួយអសង្ខ័យឆ្នាំណាដាក់លេខ1រួចទៅលេខ0 140 ជឿបំចិត្តដល់ វាអត់ជឿទេនិយាយពីអើយរូបនេះជាទុកឈឺច្រើនទៅចេះអត់ជឿអត់ស្ដាប់បានទេទៅនឹងឯណាណាអញ្ចឹងបានព្រះអង្គអត់មកបដិសន្ធិក្នុងគមមេត្តាអត់ប្រសូតចាកគមមេត្តាទេខណៈពេលនឹងឯងព្រោះអ្វីព្រោះមនុស្សមានអាយុតិចពេកឬក៏មនុស្សអាយុច្រើនពេកប៉ុន្តែបើមនុស្សមានយ៉ាងតិចអាយុ100ឆ្នាំយ៉ាងច្រើននឹងឯងគឺត្រឹមតែ 10,000 ឆ្នាំគឺ100,000 ឆ្នាំហ្នឹងណា100,000 ឆ្នាំហ្នឹងគឺមួយល្មមដោយព្រះសាមិត្រីអីនេះគឺអាយុតែ8,000 ឆ្នាំទេមនុស្សណាមនុស្សសាមញ្ញធម្មតាមនុស្ស 10,000 ឆ្នាំប៉ុន្តែព្រះសាមិត្រីគឺ8,000 ឆ្នាំដល់ព្រះបរមគ្រូនៃយើងគឺព្រះអង្គកំណត់បច្ចុប្បន្នគឺមនុស្សទាំងឡាយអាយុ100 ឆ្នាំដល់ព្រះអង្គយកត្រឹមតែ80 គុតអញ្ចឹងណាតែព្រះអង្គប្រមាលមើលឃើញចឹងតែបានដឹងថាអូមនុស្សសម័យហ្នឹងឯងគឺសំដែងធម៌ទៅស្ដាប់បានមិនសូវមានអ្នកមិនសូវចោទចេះមិនសូវលើកដំកើងខ្លួនទេអាចត្រាស់ដឹងបានដោយងាយតែព្រះអង្គហ្នឹងឯងបដិសន្ធិនេះហើយប្រសូតចាកោមេត្តាគឺ15កើតថ្ងៃសុក្រខែពិសាខឆ្នាំចសូមអនុមោទនានៅចន្លោះនគរទាំងពីរគឺនគរទេវទហៈនិងនគរកបិលភ័ស្ត្រដែលមានព្រះមេត្តាព្រះនាងសិរិមហាមាយាទេវីព្រះបិតានឹងឯងគឺព្រះបាទសទ្ធោទនៈមហារាជណាសូមអនុមោទនាចឹងបណ្ដឹងតចោកាលវេលាសំគួរហើយគឺតកតងពីព្រះអង្គប្រសូតគឺប្រហែលជាកន្លះម៉ោងហ្នឹងហើយតបទៅគឺថាត់10នាទីជាងកន្លះម៉ោងក៏សូមប្រគេនបន់នឹងជូនបន់នឹងញាតិញោមទាំងអស់គ្រប់យ៉ាងឲ្យបានជាបច្ច័យនៃការរួចចាត់ទុកផងដែរសូមអនុមោទនាសាធុសាធុសាធុពីរោអត្ថន័យញោមណាប្រសូតត្រឹមសំឡេងលោកម្ចាស់ធំទៀតមេទៀតស្ដាប់ទៅមានបាក់ផ្ទៀងទេញោមច្បាស់ហ្មងញាតិញោមតើតោងព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូតនេះហេតុនៅច្រើនទៀតណាស់បើរៀបរាប់ទៅសំដែងទៅ3ម៉ោងទៅ4ម៉ោងរៀបរាប់មកអស់ចិត្តប៉ុន្តែសរុបឲ្យខ្លីមកប៉ុណ្ណឹងស្ដាប់បានប៉ុន្តែនៅច្រើនគឺនៅត្រង់មានហេតុ32ប្រការហៅថាបបនិមិត្តណា32ប្រការទៀតមានមនុស្សនឹងឈួតហ្នឹងទៅជាវិញណាញោមណាមានហេតុនឹងទៀតហើយសត្វត្រូវខំគ្នាវាឈប់ខំបើនិយាយសាមញ្ញញាតិញោមឆ្លោះគ្នាអញ្ចឹងពីព្រះអង្គប្រសូតចង់តែឃើញឈប់ឆ្លោះគ្នាឈប់ហើយយូរណែឧបមាថាឯនេះកំពុងជេរគ្នានបល់យោនបល់ឲ្យចេះចុះទៅណាគឺនៅតែបងប្រសូតអូទៅមើលសិនឈប់ឆ្លោះគ្នាបាត់ហើយអត់ឆ្លោះទេមានណាអញ្ចឹងមើលចង់ជឿមើលឲ្យមើលប៉ុន្តែមានច្រើនត្រង់នឹងឯងហើយមនុស្សថ្លង់ទៅជានិយាយលឺវិញទៀតមានចឹងទៀត32ប្រការច្រើនណាស់ប៉ុន្តែលើកជាហេតុប៉ុណ្ណឹងញោមណាច្រើនតទៀតកណានេះទៅនឹងព្រះអង្គប្រសូតហើយមួយទៀតតើតើទៅនឹងគុណម្ចាស់ព្រះអង្គគ្រូធនសំលោកសំដែងមិញតើតើទៅនឹងអាយុគឺអាយុរបស់មនុស្សហ្នឹងព្រះសម្មាសម្ពុទ្ធមិនលើសពី100ព្រះអង្គមិនចុះមកទេបើក្រោម100បានឬក៏ត្រឹម100ហ្នឹងឯងបានហើយព្រះអង្គលើសអត់បានទេមិនមកទេពីព្រោះមនុស្សសលោកនោះកាលនោះដល់សពថ្ងៃនេះ100មិនញោមសម័យនេះឯងញោមឥឡូវមកបញ្ជនបានឥឡូវសាក់ប្រាប់មកថាមកទៅវត្តមកណា
កណាគុណម្ចាស់បនអីគុណម្ចាស់បននេះពិសាបូជាចាំកណាទៅគុណម្ចាស់ឃើញស្ដាប់បានទេឃើញស្ដាប់បានអត់ស្ដាប់បានទេជាមនុស្សដល់លើសពី100ឆ្នាំព្រះអង្គមិនទ្រាំប្រសូតមកជួយមនុស្សលោកយើងសូតាព្រះអង្គនិយាយធម៌ស្ដាប់បានអត់ no ភាសាអង់គ្លេសថាតែអង់គ្លេសថា no ញោម no ណាណា no ហើយអត់បានទេបើនេះគឺអត្ថន័យហ្នឹងញាតិញោមពុទ្ធបរិស័ទបើលើសហ្នឹងគឺងាយជាប់ស្ដាប់គ្នាហើយនេះអត្ថន័យទៅតងនឹងព្រះអង្គប្រសូតច្រើនទៀតណាញោមច្រើនទៀតច្រើនណាស់បើសំដែងឲ្យទៅមានពពកនិមិត្ត42ប្រការនោះច្រើនណាស់បកស្រាយទៅនោះហើយទៅដល់ខ្ញុំកណាត់ថាភាពក៏ខ្លីដែរញោមមិនវែងទេញោមមិនវែងទេសម្រួលឲ្យញាតិញោមសម្រួលញោមណាញោមបាច់សំពះទេញោមដាក់ដៃឲ្យស្រួលបើចុកជើងពេនភ្នែនបើពេនភ្នែនរៀងចុកជើងទៀតសណ្ដោកជើងសណ្ដោកជើងសណ្ដោកទំ10នាទីមកថាឈាមរត់ត្រង់ឡើងវិញបត់ជើងឡើងវិញអញ្ចឹងញោមណាអញ្ចឹងទៅបើសណ្ដោកស្រួលទៀតទេបត់ជើងពេនភ្នែនឡើងវិញយ៉ាងណាឲ្យតែស្រួលណាញោមណាញោមទៅដៃចុះញោមណាទៅដៃចុះបងហើយសម្រួលបាននេះគឺប្រកាសឲ្យហើយណាប្រកាសជួយប្រាប់ញាតិញោមហើយបាទថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងសម័យមួយគឺថ្ងៃដែលថ្ងៃ15កើតខែពិសាដែលព្រះមហាបរតទ្រង់សោយមធុបាយៈដែលនាងសុជាតាញោមណានាងសុជាតាដែលគាត់បន់ស្រន់ថាបើខ្ញុំមានស្វាមីទៅខ្ញុំមានកូនប្រុសខ្ញុំនឹងយកទៅរបស់ទៅបូជាហ្នឹងណាទៅថ្វាយណាញោមដល់ពេលចឹងទៅដល់ពេលគាត់មានគ្រួសារគាត់មានបុត្រប្រុសមួយវាធំទៅហើយបុត្រនឹងនោះធំពេញកន្លោះទៅហើយដល់ពេលចឹងទៅបុត្រនឹងធំទៅក៏បាននាងប្រើទាស័យមួយទៅថានាងហើយនិយាយល្អណាស់មិនហៅផ្អែមជាងអាត្មាទៀតញោមអាត្មាប្រុសមិនផ្អែមទេញោមនាងហើយប្រុសញោមមិនដូចអាត្មាប្រុសជាងអាត្មាទៀតនាងឯងទៅមើលក្រោបដើមឈើមើលមានទេវតាអត់យើងបន់ស្រន់ថ្ងៃមុនមានឥឡូវឃើញអត់ណាយទៅក៏បានអ្នកបម្រើគេថាឃើញស្អាតណាស់យ៉ាងចូលនាងម្ចាស់យកតបាយទៅថ្វាយទៅដល់ពេលនាងដាក់ថាសមាសមួយយកទៅដាក់ចង្ហាន់ហ្នឹងបញ្ជាក់ថាមធុបាយៈអត់ទាន់ពូតទេញោមអត់ទាន់ពូតទេយកទៅដាក់យកទៅថ្វាយនឹងដើមឈើដែលព្រះអង្គទ្រង់គង់ហ្នឹងទៅថ្វាយរួចក៏បានស្រាប់ព្រះអង្គមានបាតមួយដែរមិនដឹងព្រះអង្គប្រព្រំលួចបាតទៅបាតយកមកផងតដោនាងយកមកថ្វាយនឹងឯងគឺថាចាក់មធុបាយៈចូលបាតប្រហែលអញ្ចឹងណាញោមប៉ុន្តែដឹងមិនជិះព្រះអង្គលួចទៅបាតព្រំនឹងព្រះអង្គលួចទៅបាតមិនបាច់ទេនាងមិនដឹងធ្វើម៉េចព្រះអង្គអត់អីឆាន់ដែរតែប្រគេននឹងថាទៅប្រគេនថាសមាសញោមថាសមាសញោមថាសមាសក៏ប្រគេនដូចទៅព្រះសម្មាសម្ពុទ្ធទ្រង់ពូតទៅជា49ពំនូតហើយព្រះអង្គសោយតែម្ដងអស់រលីងគ្មានសល់ទេញាតិញោមហើយដឹងទីក្រពះព្រះសម្មាសម្ពុទ្ធប៉ុណ្ណាកាលនោះរលីងញោមមើលអាត្មាវិញទៅ2ចានឆ្អែតបាត់ទី3ចាននៅបណ្ដោយដល់49ពំនូតគិតមិនញោមប្រហែលជាព្រះអង្គស្ថិតឋានណាដោយរិទ្ធហើយពំនូតប៉ុណ្ណក្របថ្នោតញោម
ហើយញោមសាក់ពូតបានក្របថ្នោតដាក់ចានមើលបាន3ចានអត់បើបានទេឆ្អែតល្មមអញ្ចឹងទី5ហ្នឹងដកគ្រប់បាត់ទៅហើយមាន49មកប៉ុណ្ណាធំណាស់ណាញោមប៉ុន្តែដោយសាររិទ្ធរបស់ព្រះអង្គបារមីរបស់ព្រះសម្មាសម្ពុទ្ធចុងក្រោយដល់ពេលចឹងទៅព្រះអង្គសោយចប់ទៅព្រះអង្គពូតបាន49ពំនួតរួចព្រះអង្គសោយចប់ព្រះអង្គយកទៅផ្សងសំណាងនិយាយមិនទៅផ្សងសំណាងនឹងស្ទឹងនៃរញ្ជរាទៅផ្សងសំណាងយើងទៅបោះបើសិនថានឹងមិនដែលបច្រាស់ទឹកនឹងបានត្រាស់ជាពុទ្ធដល់ពេលជើថាដែលបច្រាស់ទឹកមែនក៏ព្រះអង្គថាបានសម្រេចហើយការងារបានសម្រេចហើយដល់ពេលចឹងទៅក៏បានទៅដាស់កាលនិករាជណាញោមដាស់កាលនិករាជបើទៅដាស់ថាពុទ្ធត្រាស់ដឹងទៀតហើយអញ្ចឹងមានន័យថានេះនឹងឯងមានបញ្ញាមួយថាចាំតែដឹងដំណឹងទេមានន័យថានេះនឹងគិតដេកនៅក្នុងស្ទឹងនៃរញ្ជរានឹងគិតមិនទាន់ងើបផងហ្នឹងមានន័យថាព្រះពុទ្ធព្រះអង្គមុនត្រាស់ដឹងរួចព្រះអង្គផ្សងសណានថាមាសហ្នឹងប៉ះទៅវាដល់ទៅគិតម្ដងឥឡូវត្រាស់ដឹងទៅហើយចឹងដូចជាចឹងណាហ្នឹងហើយអញ្ចឹងក៏នឹកឃើញទៅដាស់ដល់កាលនិករាជនោះហ្នឹងនិករាជពេលចឹងទៅព្រះអង្គយាងទៅមាត់ស្ទឹងនៃរញ្ជរាទៅរហូតទៅកាន់ទៅដល់ដើមពោធិព្រឹក្សដើមពោធិព្រឹក្សណាហើយដើមពោធិព្រឹក្សនឹងឯងដើរព្រះអង្គនិមន្តជាស្រ័យសូមព្រះអង្គដើរព្រះអង្គយាងទៅញោមស្ដេចយាងទៅក៏បានឃើញសោធយព្រាមកាន់ស្បូវស្គៀនតែ8ក្តាប់ស្មៅស្គៀ8ក្តាប់ប្រគិនដឹងអាការៈព្រះអង្គដឹងប្រគិនទៅប្រគិនរួចនឹកឃើញដឹងអាការៈរបស់ព្រះក៏ចាប់រោនណាញោមដើរទៅទិសឦសានទៅខាងកើតញោមរោនទៅបលាំងផុស14ហាត់ហើយស្មៅទាំងអស់ហ្នឹងវាឡើងលើតាមបលាំងលើតាមបលាំងហើយធ្វើដូចកំរាលយ៉ាងញោមដូចកំរាលនេះដូចអញ្ចឹងឯងញោមដូចកំរាលអញ្ចឹងព្រះសម្មាសម្ពុទ្ធគឺគង់នៅលើហ្នឹងឯងត្រង់យើងគង់លើហ្នឹងគង់នៅលើហ្នឹងទៅហើយព្រះពុទ្ធព្រឹកនៅខាងក្រោយរបស់ព្រះអង្គបើដល់ពេលចឹងទៅបន្តទៅទៀតតើតងបានតើតងព្រះសម្មាសម្ពុទ្ធកំចាត់ពពួកមីហើយកាលពពោធិសត្វទ្រង់ប្រថាប់លើបល្ល័ង្កនោះហើយមានស្ដេចវសបតីមេទេវបុត្រគិតថាយ៉ាសទ្ធវចង់កន្លងចក្ខុវិស័យរបស់អញផងយើងនឹងធ្វើសទ្ធវឲ្យមិនមែនជាសទ្ធវគេទៅហៅកូនចៅគេមកញោមគឺមិនពីក្រោយចងាយ12យោជខាងស្ដាំ12យោជហើយខាងលើកម្ពស់9យោជហ្នឹងខ្ពស់ញោមច្រើនណាស់ហើយគេមានដំរីឈ្មោះគិរិមេខលៈហើយគិតឲ្យហើយគេនិមិត្តដៃ1000និមិត្តដៃ1000ហើយគេមកនឹងគម្រាមញាតិញោមគម្រាមរបស់គេហ្នឹងញាតិញោមដឹងពាក្យគម្រាមអត់ញោមបើអាត្មាធ្វើគម្រាមទៅប្រហែលជាដូចតិចតួចប៉ុន្តែមិនគម្រាមទេបើសិនគម្រាមចាស់សាមណៈចុះចេញយ៉ាងណាឧបមាយ៉ាងញោមណាអញ្ចឹងឧបមាយ៉ាងណាអញ្ចឹងប៉ុន្តែកូនចៅគេក៏ទៅគម្រាមអញ្ចឹងរាជបល្ល័ង្កជារាជបល្ល័ង្ករបស់ស្ដេចយើងទេអញ្ចឹងក៏បានណែ
គេឲ្យកូនចៅគេមកចិត្តទាំងអស់ហើយគាត់ជាលឺដំរីជាលឺដំរីនឹងឯងដំរីហ្នឹងគឺខ្ពស់ញោម150យោជន៍ដំរីហ្នឹងនិមិត្តដៃ1000ញោមកាន់ធ្នូកាន់សកាន់លំពេងអូច្រើនណាស់ញោមសពថ្ងៃកើឃើញកំបាត់ថ្មបើថ្មក៏ចង់រត់ដែរចង់ខ្លាចបាត់តំបងក៏ចង់រត់ដែរប៉ុន្តែកាលនោះរឹតរបស់ព្រះសម្មាសម្ពុទ្ធអំណាចបារមីព្រះអង្គអត់ខ្លាចហើយក៏ថាណែឯងគំរាមខាងខ្ញុំចូលក្នុងហើយស្ដេចមាគេថាណែសទ្ធត្ថចូលចុះចេញពីបល្ល័ង្កនេះជាបល្ល័ង្ករបស់យើងក៏ព្រះសទ្ធត្ថថាណែស្ដេចមាណែឯងនឹងសំបារមីពីកាលណាមកតើណែឯងហ៊ានថាបល្ល័ង្ករបស់ណែឯងនឹងណែឯងមានអីជាស័ក្តិសិទ្ធិគេរុញទៅក្រុមកូនចៅគាត់ទាំងអស់ទាំង12យោជន៍ជុំវិញហ្នឹងខាងលើទាំងអស់ហើយដល់ពេលមាគេសូព្រះសម្មាសម្ពុទ្ធវិញចុះសទ្ធត្ថថារបស់សទ្ធត្ថតើមានអីជាស័ក្តិសិទ្ធិព្រះអង្គកាលនោះបើនិយាយតាមសម្ដែងក្នុងតួរឿងហ្នឹងគឺសទ្ធត្ថចឹងថាព្រះសម្មាសម្ពុទ្ធចុះបើយើងតួអង្គណាញោមយើងសាសនាព្រះសម្មាសម្ពុទ្ធប៉ុនញោមចាំណាញោមណាក៏ហៅសទ្ធត្ថក៏បានព្រះអង្គក៏បានក្នុងពេលហ្នឹងអត់ទៅបានត្រាស់ដឹងទេក៏ព្រះអង្គដាក់បរោះស្ដាំទៅចែកញោមមានអត់មើលអត់មានទេនោះខាងត្បូងបរោះនោះព្រះអង្គធំជាងគេខាងត្បូងនោះបើអញ្ចឹងនេះនោះខាងជើងគេដាក់ដែលដាក់រូបគុណភេងបាំងនោះញោមទៅឃើញហើយដាក់ដែងចេះទៅខ្ញុំបានជាហ៊ានថាសាក់សីពីព្រោះខ្ញុំកាន់តែជាប្រវេសន្តធ្វើទៀនហើយដល់ពេលធ្វើទៀនទៅខ្ញុំគេហៅថាឧទ្ទិសឲ្យផែនដីចូលដឹងជួយលឺឲ្យផែនដីចូលដឹងជួយលឺអញ្ចឹងអាងត្រនឹងដល់ពេលត្រនឹងទៅញាតិញោមឲ្យផែនដីក៏រំជើបរំជួលញ័រញាតិញោមញ័រតែនៅក្នុងមណ្ឌលពោធិព្រឹកកន្លែងមាននៅនឹងទេញាតិញោមញ័រតែកន្លែងមាននៅនឹងទេអត់ញ័រកន្លែងណាទៀតទេមិនថាឧបមាថាកន្លែងព្រះអង្គត្រាស់ដឹងកន្លែងវត្តបកោឧទាហរណ៍ទៅចុះប៉ុន្តែមិនញ័រពេញមកស្រុកយើងទេតែកន្លែងទៅផ្ចាញ់មកនឹងទេអត់ទៅកន្លែងណាកន្លែងនេះទេតែកន្លែងប៉ុណ្ណឹងឯងអាកន្លែងអ្នកសត្រូវជាមួយព្រះហ្នឹងដល់ពេលអញ្ចឹងទៅដំរីវាឈោកំរោចដីវារំជួលដំរីវាភ័យមៀធ្លើលើដំរីប្រោតកូនចៅរត់អស់លេងកាលនោះព្រំនាគក្រត់ព្រំទេវតារត់អស់ហើយពេលហ្នឹងញាតិញោមបើយើងគិតថាសាមញ្ញទៅគ្នា10នាក់គឺយើងថាបាន9នាក់ជួយគ្នាដល់ពេលព្រះសម្មាសម្ពុទ្ធពឹងទេវតានាគក្រត់ព្រំពឹងអត់បានទេញាតិញោមយកទៅគ្នាមិនបានទេនៅយកទៅគ្នាមិនបានទេគឺថាអូដោយថាព្រះសម្មាសម្ពុទ្ធកាលនោះដូចនៅកណ្ដាលសត្រូវញាតិញោមដូចនៅកណ្ដាលសត្រូវអញ្ចឹងណាញោមនៅកណ្ដាលសត្រូវមែនតើណាដូចថាមានតែព្រះសម្មាសម្ពុទ្ធនិងសត្រូវនឹងក្រុមមានឯងសត្រូវតែហ្មងដល់ពេលអញ្ចឹងទៅក៏បានរំជើបចូលទៅរត់អស់លេងទៅញាតិញោមរត់អស់ដល់ពេលរត់អស់ទៅក៏បានដូចញាតិញោមអាសាថាក៏បានទេវតាគេមកញាតិញោមណានាគក្រត់ទេវតាព្រំមកហើយគឺថាព្រះអង្គឈ្នះមីហើយ
nè ai nhiều lúc lư ót nè và rồi ta vong chứ mi hơi nè ai chẳng chỉ muốn tin tích ông cừu điệp chồng nè ngày chẳng dương thư tam bậc bộ mía ta đâu ngay nữa nhỉ nhung tề vật đá nia cốt prom nó thư tam nâng tả con mía cốt prom miên môn cao môn nơi chết tả con nó peel mía máu ruột o lính chui ông men rồi gì nà chạy ruột o lính phần tay đó peel ba mây ông kháng miền đây tiết anh nhung nè chui pan đây như sao mấy thằng chui đấy những thằng chui đấy á tề bật đá từ đồng bầy kỳ phây cái ai chương cho đây mình chúa pa cho pa láng có mía khi lựa tới cái sông bò sông có mà tốt sông cho chanh cho chân tới các bạn tề ba cái màu thà chị dù hệ bột theo xạ ra đây mà tao ở giang mía chạm pa pe mà tao para chỉ vô cô thì dương bột mòn đấy bà màu tì tá chỉ giang tạ tia niệm tiệ cả nam hay gì nào kia nó bộ ní mình chặt đi kia bàn cho một kết vô thì mình ở than hai sải po chạy thả chị vô bột men sợi bóng cho mì hài mì mình chặt bát cho chanh pre óng hai nam mô tây ni ní ăn này thả dương thư tam bộ mỹ nhôm ná nhôm ấy tam bộ mỹ rồi ngay tam bộ mỹ tê sọt ngày này tin tích về dân thư bon đấy đôi ngày môn bon ông pro môn nó bon apesai pre from tiền ăn thiệt nhôm ngân hàng đắng chơi châu hết thứ tam krong mì bộ mì đằng đài thứ tam krot thứ tam tê và đà nó ảnh con tái vô kiệt thống chanh mì hời miền cứ chanh per ong hời chẳng á chanh ong hời nếu ăn thằng này nằng nhôm mà thằng khai vẫn sập bán nhôm nó nhôm bà này nằng bật mà từ tiết từ rồi tê nhôm bồ nhôm chả hơi mà cái tầng nông từ rồi tê chẳng mưa tới cái tới tờ đâu thua ta phải cho thua nào để lấy thua nào để vấy miền khắm ai bàn khắm chọc trầm năng ở miền khắm trầm năng bảo thua na đã miền khắm ấy ở miền khắm xa trầm năng còn năng đài chẳng sau nhận nhôm chưa thla ạ nụ mô tình đi cho nhận nhôm chăm một đòn tiết mảnh từ tôm ông có sốt ông có sốt cứ ngày sốt độc làm cất khai bị xạ nắm cho ở lại phải sai nữa và ló nghe ná hình sới thì độc bì cho năm ai bờ lón tranh bị xạ bồi chì rồi cơ ọt tranh đó mình đằng luôn là ngày là bà sân cruy cru preng ấy này nhóm preng cồn sa nó ọt ọt đằng nghề preng cồn sa hai nàng chẳng này tha ngày độc làm cá ông bà sốt ngày stock độc làm cá khai bị xạ cho nằm chỏ đo pi thua được trong cái nào từ sầm đai trong thành nế nhưng nhung từ chăm tha tra đắng ngày pốt đập ram cát khái bị xã năm rố cả anumo tên đi chẳng bên này phần năng chọn là dừng là sầm đồ là nhận nhung phong chẳng sô mà tên đi ná còn cha sa mình nế cao thiện chật tàu môn sụp mê là chỉ chơi bọc mà hiếu chơi mà khám chơi còn hùa nó bồ chơi chơi nó chơi tua đó sờ lanh còn mình chúng là hai màu chơi mê nhá này được chứ mà chẳng là đồ chơi sạ mơ bố đồ ót là nam mô tên đi nam mô tassa bhagavato arahato sama sambuddhassa nam mô tassa bhagavato arahato sama sambuddhassa nam mô tassa bhagavato arahato sama sambuddhassa rike riya namaskar thawai bukungចំពោះព្រះសម្មាសម្ពុទ្ធប្រធមព្រមទាំងព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់យ៉ាងក្រៃលែងនិងសូមនមស្ការចំពោះលោកម្ចាស់ជាមហាថេរៈគ្រប់ព្រះអង្គព្រមទាំងធ្វើសេចក្តីរាប់អានប្រកាសណាគុណចាស់គ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នាផងដែរនិងសូមឱកាសពីសំណាក់លោកម្ចាស់ជាមហាថេរៈគ្រប់ព្រះអង្គដើម្បីបានឱកាសចូលរួមបរិយាយ
ពធនៅក្នុងវេលាឱកាសនេះដែលខ្ញុំកណ្ដាលអាត្មាភាពត្រូវចូលរួមបរិយាយអំពីព្រះអង្គទ្រង់ចូលកាន់ព្រះនិព្វានដោយអនុបាតិសេសនពានធាតុគឺការរំលត់ទៅនៃខណ្ឌទាំងឡាយព្រោះអញ្ចឹងញាតិញោមបានស្ដាប់លោកចាស់ជាប្រតិរៈទាំងពីព្រះអង្គបរិយាយអំពីព្រះអង្គប្រសូតនិងព្រះអង្គត្រាស់ដឹងអញ្ចឹងដល់វេនខ្ញុំកណ្ដាលអាត្មាភាពដែលសម្ដែងអំពីព្រះអង្គទ្រង់បរិនិព្វានដែលជាធម្មសង្វេគធម្មសង្វេគជាធម៌នៃភាពតក់ស្លុតអញ្ចឹងដែលយើងបាត់បង់ព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានទៅប៉ុន្តែព្រះអង្គបរិនិព្វានទៅតែប្រកាយប៉ុន្តែពធទាំងឡាយដែលព្រះអង្គបានត្រាស់សម្ដែងគឺនៅជាប់មកតរហូតដែលយើងក៏បីសិក្សារៀនសូត្របានបងអញ្ចឹងមិនឲ្យវែងឆ្ងាយទៀតនៅក្នុងអត្តន័យសេចក្តីទាំងឡាយនោះដែលតាក់ទងទៅនឹងការនិព្វានរបស់ព្រះសម្មាសម្ពុទ្ធបងមុននឹងព្រះអង្គព្រះនិព្វានគឺព្រះអង្គគង់នៅក្នុងភោគៈនគរបងហើយបន្ទាប់មកព្រះអង្គក៏បានប្រាប់នៅព្រះអនន្តថាព្រះអង្គនឹងទៅក្រុងបាវ៉ាបងព្រះអង្គនឹងទៅក្រុងបាវ៉ាហើយព្រះអនន្តក៏បានទទួលព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធថាប្រកាសណាព្រះអង្គទើបនាំយកបាបនិងជីវរទាំងឡាយទៅទៅដល់ក្រុងបាវ៉ាហ្នឹងដែលស្ថិតនៅក្នុងចំការស្វាយចំការស្វាយរបស់នាយចន្ទៈកម្មារបថដែលជាជាងវិហបងដល់នាយចន្ទៈកម្មារបថហ្នឹងគាត់បានដឹងថាព្រះសម្មាសម្ពុទ្ធបានមកដល់នៅក្នុងចំការស្វាយរបស់គាត់ហើយហ្នឹងក៏គាត់បានស្វាស្វែងទៅដើម្បីថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធនិងស្ដាប់នៅធម៌មេកថារបស់ព្រះសម្មាសម្ពុទ្ធដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់នៅពធមេកថាធ្វើឲ្យនាយចន្ទៈកម្មារបថនឹងគាត់មានសេចក្តីជ្រះថ្លាគាត់មានសេចក្តីជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃទាំងឡាយហើយក៏គាត់បានអរតនីព្រះសម្មាសម្ពុទ្ធថាបពុទ្ធព្រះអង្គនៅចម្រើនសូមព្រះអង្គព្រមទាំងភិក្ខុសង្ឃទាំងឡាយទទួលផាត់របស់ខ្ញុំព្រះអង្គនៅថ្ងៃស្អែកក៏ព្រះអង្គទទួលដោយតណ្ហិភាពទៅលុះដល់ព្រឹកឡើងហ្នឹងក៏ព្រះអង្គទ្រង់យាងទៅផ្ទះរបស់នាយចន្ទៈកម្មារបថហើយក៏នាយចន្ទៈកម្មារបថក៏បានថ្វាយនិងប្រគេននៅចង្ហាន់បិណ្ឌបាតទាំងឡាយមានពុទ្ធជាប្រធានព្រមទាំងភិក្ខុសង្ឃទាំងឡាយហ្នឹងទ្រង់សោយនឹងឆាន់សពគ្រប់ហើយក៏ព្រះអង្គយាងចេញមកប៉ុន្តែដោយអពាធទាំងឡាយបានកើតឡើងដល់ព្រះសម្មាសម្ពុទ្ធដោយធ្លាក់ប្រលោហិតដោយធ្លាក់ប្រលោហិតអញ្ចឹងគឺទុក្ខវេទនាគ្របសង្កត់យ៉ាងក្រៃលែងប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គមានសតិនិងសម្បញ្ញៈគ្របសង្កត់នៅវេទនាបានគ្របសង្កត់នៅវេទនាបានមើលទៅដូចមិនមានភាពអាពាធអីចំពោះព្រះសម្មាសម្ពុទ្ធឡើយប៉ុន្តែបើសិនជាញាតិញោមវិញដឹងតែវេទនាហើយធម្មតាទេយើងជាពុទ្ធជនគឺមកចាំដល់ធ្លាក់ឈាមទេលោហិតយើងដើរឈាមអួតធ្លាក់ឈាមគ្រាន់តែចុកដៃចុកជើងយើងវេទនាយ៉ាងណាយកមើលអញ្ចឹងទុក្ខវេទនានេះវាតែងតែគ្របសង្កត់នៅរូបយើងទាំងឡាយគ្រប់គ្នានឹងមិនថាដដាទេឲ្យថាមានរូបហ្នឹងវាតែគ្របសង្កត់ចឹងឯងហើយចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងគឺអាពាធហ្នឹងគ្របសង្កត់យ៉ាងក្រៃលែងប៉ុន្តែព្រះអង្គ
បានអត់សង្កត់នៅវេទនាទាំងឡាយហ្នឹងអត់សង្កត់នៅវេទនាទាំងឡាយហ្នឹងហើយធម្មតាទៅវិញទៅតមកព្រះសម្មាសម្ពុទ្ធក៏បានត្រាស់នៅព្រះអនន្តធម្មរាអនន្តតថាគតនឹងទៅក្រុងកុសេនារាក្រុងកុសេនារាប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គមុនយាងព្រះអង្គទ្រង់យាងចេញពីកន្លែងចំការរបស់នាយចន្ទៈកម្មារបុត្រនឹងទៅតាមផ្លូវទៅដល់យកឈើមួយព្រះអង្គក្រោមដើមឈើមួយនៅក្បែរផ្លូវក្បែរស្ទឹងមួយហ្នឹងដែលស្ទឹងនឹងរាក់ទេព្រះអង្គថាមនីអនន្តអ្នកចូលក្រាលនៅនិស័យតនៈមានជាន់4ហ្នឹងដើម្បីឲ្យតថាគតលះលហើយណាតថាគតនឹងគង់សម្រាប់អញ្ចឹងព្រះអនន្តក៏ក្រាលថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនឹងទៅព្រះអង្គក៏ឈប់សម្រាកអញ្ចឹងទៅហើយព្រះអង្គក៏បានត្រាស់នៅព្រះអនន្តធម្មរាអនន្តអ្នកចូលទៅដងទឹកមកតថាគតនឹងសោយបន្តិចប៉ុន្តែព្រះអនន្តបានត្រាស់ថាបុព្វព្រះអង្គដ៏ចម្រើនប្រទេស500បានបកកាត់មិញហើយប្រទេស500បានបកកាត់ហើយអញ្ចឹងគឺវាល្អព្រោះផ្លូវនឹងវិរៈស្ទឹងវិរៈអញ្ចឹងព្រះសម្មាសម្ពុទ្ធបានត្រាស់នឹងព្រះអនន្តជាគម្រប់2ដងជាគម្រប់3ដងក៏ព្រះអនន្តទៅដល់ទឹកដែលល្អនឹងប្រែជាថ្លាប្រែជាថ្លាដោយអានុភាពនៃព្រះសម្មាសម្ពុទ្ធដោយគុណភាពនៃព្រះសម្មាសម្ពុទ្ធនឹងឯងចឹងទឹកនឹងប្រែជាថ្លាព្រះអនន្តក៏លោកអស្ចារ្យចិត្តយ៉ាងក្រៃលែងចឹងទៅក៏ដងទឹកមកហើយក៏បានត្រាស់ថ្វាយចំពោះព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គពីដំបូងខ្ញុំព្រះអង្គទៅដងទឹកនោះបែរជាល្អហើយមកទៅដល់បែរជាថ្លាព្រោះតែអានុភាពនៃគុណអានុភាពរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងអញ្ចឹងក៏បានថ្វាយទឹកនឹងចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សោយបំបត្តិនៅសេចក្តីស្រីឃ្លានអញ្ចឹងទៅហើយមានក្សត្រមួយដែលជាបុត្ររបស់មលក្សត្រហ្នឹងឈ្មោះបកសៈគាត់មកពីក្រុងកុសេនារាហ្នឹងដើម្បីមកក្រុងបាវាគាត់មកហើយក៏បានជួបនឹងព្រះសម្មាសម្ពុទ្ធហ្នឹងក៏គាត់បានចូលទៅថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធហើយក៏បានស្ដាប់នៅធម៌មេកថានឹងដោយសេចក្តីរីករាយជ្រះថ្លាគាត់មាននៅសម្ពុទ្ធពីរផ្ទាំងដែលមានពណ៌សម្បុរល្អដូចមាសអញ្ចឹងសម្រាប់ប្រើម្ដងម្កាលក៏បានថ្វាយបូជាចំពោះពធបូជាចំពោះពធហ្នឹងទៅប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនាលបត់អ្នកចូលប្រគេនថ្វាយចំពោះតថាគតតែមួយហើយប្រគេនមួយទៅព្រះអនន្តតមកក៏មកលក្ខស័ព្ទហ្នឹងក៏គាត់ក៏បានធ្វើតាមព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រាប់ចឹងទៅដល់ពេលគាត់ក៏ស្ដាប់ពធហើយជ្រះថ្លាហើយគាត់ក៏ទៅធ្វើកិច្ចការរបស់គាត់នៅឯក្រុងបាវាហ្នឹងទៅតែព្រះអនន្តឃើញសម្ពុទ្ធនឹងល្អក្រៃពេកក៏លោកថាគិតថាមិនសមចំពោះលោកទេអញ្ចឹងក៏លោកបានទៅប្រថាប់នៅលើបកាយរបស់ព្រះសម្មាសម្ពុទ្ធឯសម្ពុទ្ធនឹងវាពណ៌ល្អប្រណិតប៉ុន្តែដាក់នៅបកាយរបស់ព្រះសម្មាសម្ពុទ្ធបែរជាស្អាប់ពណ៌មិនអាចមានពណ៌ណាល្អប្រសើរទេមិនអាចលុបពណ៌សម្បុររបស់ព្រះសម្មាសម្ពុទ្ធបានទេអញ្ចឹងគឺដោយបារមីព្រះសម្មាសម្ពុទ្ធគឺក្រៃលែងគឺមិនអាចមាននរណាប្រសើរបានជាងព្រះអង្គឡើយអញ្ចឹងបន្តមកទៀតក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់នឹងព្រះអនន្តថាបន្តដំណើរទៅមុខទៀតទៅដល់ស្ទឹងកកធៈហ្នឹងដើម្បីស្រង់ជំរះនៅកាយហើយក៏បានព្រះអង្គផ្ទុំដើម្បីឲ្យមានកម្លាំងដើម្បីឲ្យមានកម្លាំងបន្តដំណើរហើយព្រះអង្គក៏ប្រាប់ព្រះអនន្តទៀតថានឹងទៅឯសាលវ័នសាលវ័នរបស់មលក្សត្រហ្នឹង
នៅឯស្ទឹងឆ្លងទៅមកខាងស្ទឹងហិរញ្ញវតីឆ្លងស្ទឹងហិរញ្ញវតីពេលធ្វើដំណើរទៅក៏ទៅដល់ស្ទឹងហិរញ្ញវតីនឹងទៅឆ្លងផុតចឹងទៅដល់សាលវ័នហ្នឹងទៅដល់សាលវ័នហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានត្រាស់នឹងព្រះអនន្តថាព្រះអនន្តចូលនេះរៀបចំគ្រែដាក់មានក្បាលដំណេកបែរទៅទិសខាងជើងដោយនៅចន្លោះរវាងសាលព្រឹកទាំងគូគឺដើមរាងភ្នំនឹងឯងអញ្ចឹងហើយនឹងក្រាលនៅនិស័យតៈដើម្បីឲ្យព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ផ្ទុំទ្រង់ផ្ទុំនៅទីនោះហើយក៏ជាកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បរិនិព្វាននៅទីនោះដែរអញ្ចឹងព្រះសម្មាសម្ពុទ្ធក៏បានផ្ទុំហើយក៏បានត្រាស់នឹងព្រះអនន្តទាំងឡាយព្រមទាំងខោសង្ឃទាំងឡាយខោសង្ឃទាំងឡាយអំពីនៅទីសង្វេគទីសង្វេគមាន4កន្លែងមានកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូតកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងនិងកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅធម្មចក្រកប្បវត្តនសូត្រព្រមទាំងកន្លែងព្រះអង្គទ្រង់បរិនិព្វានថាប្រសិនបើបុគ្គលទាំងឡាយមានការប្រាថ្នាចង់ទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធទេគឺមានទីកន្លែងនឹងឯងព្រោះអត់ពីព្រះសម្មាសម្ពុទ្ធទៅមានទីកន្លែងដើម្បីថ្វាយបង្គំនឹករលឹកដោយញាតិញោមយើងអត់ដែលបានទៅទេបើកងមឹងនិងមរិទ្ធគាត់បានទៅដូចពីខែហ្មងខែ11 12គាត់បានទៅញោមណាបានទៅទៀតបើថ្មអត់ដែលទៅផងប៉ុន្តែយើងទោះមិនបានទៅក៏បានសិក្សាបានស្ដាប់តាមពធហើយក៏មានព្រះបដិមាមានព្រះបដិមាស្នងអង្គរបស់ព្រះសម្មាសម្ពុទ្ធហើយមានទាំងព្រះបរមធាតុរបស់ព្រះសម្មាសម្ពុទ្ធយើងបង្កើននៅសេចក្តីជ្រះថ្លារីករាយក្រៃលែងនៅក្នុងគុណានុភាពរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមានគុណយ៉ាងក្រៃលែងមានមហាករណាគុណជាដើមចឹងទៅយើងជ្រះថ្លាដែលព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណអញ្ចឹងក៏សុទ្ធតែជាកុសលយ៉ាងក្រៃលែងមិនអាចគណនាបានដែរអញ្ចឹងត្រឡប់មកវិញគឺព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់នឹងព្រះអនន្តឲ្យក្រាលហើយព្រមទាំងត្រាស់សម្ដែងនៅសង្វេគនីយដ្ឋានផ្សេងទាំងឡាយនឹងហើយឯសាលព្រឹកទាំងឡាយហ្នឹងក៏មានការរិះគូសស្គាយរិះគូសស្គាយចេញផ្កាចេញអីជាដើមចឹងទៅបូជាចំពោះព្រះសម្មាសម្ពុទ្ធមានទាំងដូរតន្ត្រីរបស់ទេវតាមានទាំងក្លឹមច័ន្ទរបស់ទេវតាជាដើមចឹងទៅបូជាចំពោះព្រះសម្មាសម្ពុទ្ធយ៉ាងក្រៃលែងតែព្រះសម្មាសម្ពុទ្ធបានត្រាស់នឹងព្រះអនន្តថាមនីអនន្តបរិស័ទក្នុងសាសនានេះក៏បីសិក្សាយ៉ាងនេះថាការបូជាទាំងឡាយមានការកម្រងគ្រឿងក្រអូបដោយច្រើននេះតថាគតមិនហៅថាជាការបូជាដ៏ប្រសើរដ៏ដុំដ៏ក្រៃលែងឡើយឯការបូជាដ៏ក្រៃលែងនោះគឺពួកភិក្ខុឧបាសកឧបាសិកាទាំងឡាយដែលជាអ្នកសិក្សាប្រតិបត្តិតាមធម៌ដ៏សំគួរតាមធម៌ជាប្រកដីដ៏ល្អនោះទើបឈ្មោះថាជាការប្រតិបត្តិគោរពបូជានៅព្រះតថាគតដោយបដិបត្តិបូជាជាបូជាដ៏ឧត្តមអញ្ចឹងនឹងឯងព្រះអង្គបានត្រាស់ឆ្នោះហើយក៏ព្រះអនន្តក៏ទទួលនៅពុទ្ធតម្រាស់ហើយភិក្ខុមួយអង្គក៏លោកគង់នៅពីមុខនឹងឯងដើម្បីបកថ្វាយចំពោះព្រះសម្មាសម្ពុទ្ធលោកព្រាមថាឧបវាណៈនៅលោកគង់នៅបកថ្វាយចំពោះព្រះសម្មាសម្ពុទ្ធពីខាងមុខនឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គថាអ្នកឧបវាណៈអ្នកចូលជិះចេញអ្នកចូលជិះចេញបានចូលជិះចេញពីមុខតថាគតណាអញ្ចឹងបានព្រះអនន្ត
ទូសួរថាបបិទ្ធព្រះអង្គឧបវាណៈនេះលោកតែងតែគល់បំរើព្រះសម្មាសម្ពុទ្ធរហូតហេតុអ្វីបានជាព្រះអង្គទ្រង់បណ្ដេញលោកចេញបានព្រះសម្មាសម្ពុទ្ធត្រាស់ថាតថាគតមិនមែនបណ្ដេញលោកចេញព្រោះតែចង់ឲ្យលោកទៅណាឆ្ងាយទេព្រោះតែលោកនៅបាំងពភៈរបស់តថាគតពពួកទេវតាទាំងឡាយមកហើយដើម្បីប្រាថ្នាចង់ឃើញតថាគតបែរជាមកមិនបានឃើញដោយសារបាំងនឹងភិក្ខុនឹងហើយទេវតាទាំងឡាយនឹងមានការកន្ទុកកន្ទិញថាភិក្ខុនេះមកនៅបាំងខ្ញុំដែលប្រាថ្នានឹងចង់ឃើញព្រះសម្មាសម្ពុទ្ធព្រះអង្គនឹងលេងនៅក្នុងโลกនេះទៀតហើយលេងនៅក្នុងโลกនេះទៀតហើយព្រោះព្រះអង្គនឹងបរិទ្ធពៀនគឺទេវតានឹងកន្ទុកកន្ទិញសោយសោកយំសោកស្ដាយអឡោះអាល័យជាដើមយ៉ាងទៅអញ្ចឹងទើបដឹងសេចក្តីដូច្នោះហើយក៏ឧបមាណាហ្នឹងក៏លោកជៀសចេញទៅលោកជៀសចេញទៅហើយតទៀតព្រះអានន្ទក៏បានទូលសួរចំពោះព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គតើខ្ញុំព្រះអង្គក៏បីប្រណិប័តចំពោះមេត្តក្រៀមខ្ញុំព្រះអង្គព្រមទាំងភិក្ខុសង្ឃទាំងឡាយក៏បីប្រណិប័តចំពោះមេត្តក្រៀមដោយបដិចក៏ចឹងបានព្រះសម្មាសម្ពុទ្ធថានេះអានន្ទអ្នកចូលកុំមើលកុំមើលចំពោះមេត្តក្រៀមអញ្ចឹងចុះបើមើលកុំនិយាយរកចុះបើកុំនិយាយរកចូលអ្នកតាំងសតិឲ្យមាំតាំងសតិឲ្យមាំអញ្ចឹងព្រះអង្គក៏បានត្រាស់ចំពោះព្រះអានន្ទទៀតអំពីការហៅគ្នាធម្មតាការសម័យមុនភិក្ខុទាំងឡាយតែងហៅគ្នាថាអវុសោតែព្រះសម្មាសម្ពុទ្ធបានត្រាស់ថាមនីអានន្ទចាប់ពីអត់ពីតថាគតទៅអ្នកទាំងឡាយឈប់ហៅគ្នាជាអវុសោទៀតបើភិក្ខុវោសាចាស់ក៏បីហៅអវុសោបានប៉ុន្តែបើខោសាមណេរតែមានឧស្សាហ៍ខ្ចីអញ្ចឹងទៅហៅប្រធេរៈថាផនទេអាយស្ម័យជាដើមអញ្ចឹងទៅចឹងនឹងជាការហៅគួរសមដូចជាញោមចឹងយើងមានការហៅបែបខ្មែរបើយើងហៅអំពូមៀមិញអីជាដើមអញ្ចឹងទៅបើមីបើតាមអាត្មាសង្កេតមើលមីសំដៅហៅលើពូប៉ុន្តែសំដៅដល់អ្នកបុះហើយញោមដល់អ្នកដែលបានបុះគាត់សឹកទៅវិញយើងហៅមីអញ្ចឹងញោមបើសិនជាអត់បានបុះទេយើងហៅពូធម្មតាប៉ុន្តែទៅបើគាត់បានបុះបើសឹកទៅវិញយើងអត់ហៅពូយើងហៅមីអញ្ចឹងមកតាមអាត្មាសង្កេតមកព្រោះធម្មតាអ្នកដែលអត់បើអ្នកដែលបងឪពុកម្ដាយរបស់យើងអញ្ចឹងទៅហៅអំដល់អ្នកដែលប្អូនហៅពូប៉ុន្តែពេលបួសយើងគាត់សឹកទៅវិញយើងហៅមីអញ្ចឹងទៅតែអ្នកខ្លះគាត់អត់ដែលបានដឹងទោះបីជាបួសហើយសឹកទៅវិញក៏នៅតែពូដែរពូដែរមានចាញ់ព្រះអង្គមិនមានចាញ់ព្រះអង្គទេនេះពាក្យខ្មែរគាត់តែជាការគោរពទេគាត់តែជាការគោរពយើងហៅឲ្យតម្លៃអញ្ចឹងទៅនឹងតាមអាត្មាសង្កេតមើលតាមការស្វែងយល់អញ្ចឹងទៅហើយក៏ដើម្បីសួរញោមឲ្យដឹងកាន់តែច្រើនតទៀតព្រោះអាត្មាក្មេងត្រូវសិក្សាឲ្យច្រើនដើម្បីដឹងអញ្ចឹងត្រឡប់មកវិញគឺព្រះអង្គបានសម្ដែងទៀតត្រាស់ទៀតថាអំពីធោបារហបុគ្គលធោបារហបុគ្គល4ពួកមានពពុទ្ធព្រះបច្ចេកពុទ្ធកសាវៈនិងព្រាជាដែលជាធោបារហបុគ្គលមានថាបុគ្គលជាស្ដុបបុគ្គលដែលគប្បីគោរពបូជាអញ្ចឹងញាតិញោមទាំងឡាយយើងដឹងហើយថាធោបារហបុគ្គលគឺពុទ្ធជាធោបារហបុគ្គលរបស់ពីណាខ្លះគឺសាវកទាំងឡាយក៏មានភិក្ខុខុនៃឧបាសកឧបាសិកាទាំងឯងព្រះបច្ចេកពុទ្ធក៏ដោយហើយអគ្គសាវកអញ្ចឹងទៅជាធោបារហបុគ្គលរបស់ណាគឺឧបាសកឧបាសិកាដែលញោមទាំងឡាយក៏បីគោរពប្រណិប័តហើយនឹករលឹកឃើញថាជាសាវករបស់ព្រះសម្មាសម្ពុទ្ធគោរពបូជាលោកទៅជាការកើតនៅកុសលយ៉ាងក្រៃលែងការកើតនៅកុសលយ៉ាងក្រៃលែងហើយបរិជាដែលប្រណិប័តនៅធម៌ដឹកនាំដល់ល្អប្រសើរញោមគោរពប្រណិប័តអញ្ចឹងទៅជាកុសលធម៌យ៉ាងក្រៃលែងដូចគ្នាហើយបន្តទៀតគឺដែល
ព្រះសម្មាសម្ពុទ្ធក៏បានត្រាស់ក្នុងព្រះអនន្តថាមនីអនន្តអ្នកចូលទៅប្រាប់នៅខ្សាត់នៅខ្សាត់ហ្នឹងថាដែលនៅក្នុងកុសេនារាហ្នឹងថាប្រណិប័តចំពោះប្រធានរបស់ព្រះសម្មាសម្ពុទ្ធប្រណិប័តពុទ្ធប្រធានប៉ុន្តែមុននឹងព្រះអង្គត្រាស់អញ្ចឹងព្រះអនន្តសួរថាតើខ្ញុំព្រះអង្គក៏បីប្រណិប័តចំពោះប្រធានរបស់ព្រះអង្គដូចម្ដេចបានព្រះអង្គត្រាស់ថាមនីអនន្តអ្នកកុំគិតខ្វល់ខ្វាយគិតតែប្រណិប័តនៅពធប្រធានទាំងឡាយរបស់តថាគតចូលអ្នកទៅប្រាប់ចំពោះស្ដេចនឹងទៅដើម្បីឲ្យចាត់ចែងអញ្ចឹងទៅចាត់ចែងអញ្ចឹងទៅដល់ព្រះអនន្តលោកនិមន្តទៅដើម្បីប្រាប់អញ្ចឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានត្រាស់ប្រោសចំពោះសុផតតបរិពាជុដែលជាអ្នកបួសចុងក្រោយគេចុងក្រោយគេគឺសុផតតបរិពាជុហ្នឹងហើយលោកបានស្ដាប់ពធជ្រះថ្លាហើយក៏បានសុំភ្នោះពួកព្រះសម្មាសម្ពុទ្ធក៏លោកចេញពីនឹងទៅប្រណិប័តបានសម្រេចនៅគុណធម៌បានសម្រេចជាព្រះអរហន្តទៅហ្នឹងដែលជាអ្នកបួសចុងក្រោយគេនៅសម័យព្រះសម្មាសម្ពុទ្ធនឹងឯងហើយបន្តទៀតគឺមជ្ឈិមវាចាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់សម្ដែងថាមនាលអនន្តហើយចុះអ្នកទាំងឥឡូវនេះតថាគតនឹងប្រាប់អ្នកទាំងឡាយឲ្យដឹងថាសង្ខារទាំងឡាយមានសេចក្តីសាបសូន្យជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះអញ្ចឹងពេលដែលព្រះអង្គសម្ដែងត្រាស់ចំពោះព្រះអនន្តអំពីសង្ខារទាំងឡាយព្រះអនន្តនឹងលោកមានសេចក្តីកន្ទក់កន្ទិញសេចក្តីកន្ទក់កន្ទិញអាឡោះអាល័យចំពោះព្រះសម្មាសម្ពុទ្ធលោកគិតថាអត់ពីព្រះសម្មាសម្ពុទ្ធទៅខ្ញុំនៅតែជាសេខបុគ្គលនៅឡើយគឺលោកបានសម្រេចត្រឹមតែសោតាបត្តបុគ្គលអញ្ចឹងទៅលោកអត់ទាន់បានសម្រេចជាព្រះអរហន្តនៅឡើយទេហើយគឺលោកមានសេចក្តីសោកសង្រេងអញ្ចឹងទៅស្ដាយចំពោះព្រះសម្មាសម្ពុទ្ធតែអត់ពីព្រះសម្មាសម្ពុទ្ធទៅតើខ្ញុំបានលុណាអ្នកបរាព្រោះលោកជាឧបដ្ឋាអញ្ចឹងលោកជាឧបដ្ឋាចំពោះព្រះសម្មាសម្ពុទ្ធជាអ្នកគល់បំរើរហូតអញ្ចឹងទៅក៏លោកមានសេចក្តីអាឡោះអាល័យបានព្រះសម្មាសម្ពុទ្ធត្រាស់ចំពោះព្រះអនន្តព្រមទាំងភិក្ខុសង្ឃទាំងឡាយថាណាហើយសង្ខារទាំងឡាយមិនទៀងអ្នកទាំងឡាយចូលប្រណិប័តនៅធម៌ដោយសេចក្តីមិនប្រមាទចុះព្រោះធម្មតាសង្ខារទាំងឡាយមិនទៀងទេញាតិញោមតែងតែបាត់បង់ទៅបន្តិចម្ដងទៅពីស៊ីសពសត្វទាំងឡាយតាំងពីក្មេងរហូតដល់ចាស់ហើយក៏មានស្លាប់បន្តអញ្ចឹងទៅមិនទៀងទាត់ឯសេចក្តីស្លាប់ទៀងប្រកបសេចក្តីស្លាប់ទៀងប្រកបទេសង្ខារប្រធរទាំងឡាយវាអត់ទៀងទេវាកើតរលត់អញ្ចឹងទៅវាអត់ទៀងនៅថានៅតែមកកន្លែងទេសំខាន់ក្មេងរហូតគឺអត់ទេត្រូវតែក្មេងចាស់រហូតស្លាប់យ៉ាងទៅអត់មានថាត្រូវតែក្មេងរហូតបានទេអញ្ចឹងហើយក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសួរទៅភិក្ខុទាំងឡាយថាតើមានអ្វីត្រូវសាកសួរមានធម៌ទាំងឡាយណាដែលជាចម្ងល់ប្រសិនបើមានអ្នកទាំងឡាយចូលសាកសួរនៅតថាគតឲ្យហើយកុំឲ្យដល់ពេលតថាគតបរិនិព្វានទៅអ្នកទាំងឡាយតាំងមានចិត្តស្ដាយក្រោយថាកាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រថាប់នៅខ្ញុំមិនបានសាកសួរនៅចម្ងល់នេះចម្ងល់នោះចឹងទៅក៏ភិក្ខុទាំងឡាយលោកពិចារណាទៅគឺមិនមានទេក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានទ្រង់ចូលឈានទ្រង់ចូលឈានបឋមឈានទុតិយឈានតតិយឈាននិងចតុតឈានដល់ចេញពីចតុតឈានចូលអាកាសានឹងចយតនាសមាបត្តិវិញ្ញាណនឹងចយតនាសមាបត្តិអកិញ្ចញ្ញាយតនាសមាបត្តិនៃសញ្ញានីសញ្ញាយតនាសមាបត្តិចឹងទៅដល់ចេញត្រឡប់មកវិញចឹងទៅរហូតដល់បឋមឈានវិញចេញពីបឋមឈានចូលដល់ចតុតឈានចេញពីចតុតឈានក៏ព្រះអង្គបរិនិព្វានទៅព្រះអង្គបរិនិព្វានទៅនៅក្នុងពេលនោះហើយក៏មានប្រព្រំបានពោលនៅវិចារថា
ព្រះសាស្តាដែលឥតបុគ្គលណាស្មើប្រកបដូច្នេះព្រះតថាគតជាសម្ពុទ្ធបរិបូរហើយដោយកម្លាំងទ្រង់បរិនិព្វានហើយក្នុងលោកណាពួកសត្វទាំងអស់មុខជានឹងដាក់ចុះនៅរាងកាយក្នុងលោកនោះមិនខានពោមានសេចក្តីថាសត្វទាំងឡាយរមែងស្ដាយសំណោះអាឡោះអាឡៃព្រោះព្រះអង្គជាបុគ្គលប្រសើរក្នុងលោកព្រះអង្គបរិនិព្វានទៅពោដូចយើងធម្មតាឪពុកម្ដាយជាទីស្រឡាញ់ការដែលបាត់បង់ក៏ទៅយើងស្ដាយគាត់ខ្លាំងណាស់អញ្ចឹងទៅព្រះសម្មាសម្ពុទ្ធក៏ដូចនោះដែរគឺយើងស្ដាយអាឡោះអាឡៃប៉ុន្តែធម្មតាសង្ខារទាំងឡាយមិនទៀងអញ្ចឹងពិចារណាតាមធម៌ហ្នឹងទៅធ្វើឲ្យចិត្តរបស់យើងវាបំបត្តិនៅសេចក្តីសោកសេចក្តីនៅកន្ទុកកន្ទិញទាំងឡាយទាំងពួងហ្នឹងឯងអញ្ចឹងនឹងព្រមនឹងក៏បានឧទានវាចាហើយចំណែកប្អិនក៏បានឧទានវាចាទៀតថាសង្ខារប្រធម៌ទាំងឡាយមិនទៀងមានកិរិយាកើតឡើងហើយនឹងសូន្យទៅជាធម្មតាលុះកើតឡើងហើយក៏រលត់ទៅវិញកិរិយាស្ងប់នៅសង្ខារទាំងឡាយនោះបានទើបនាំមកនៅសេចក្តីសុខនឹងប្រអិនគឺលោកឧទាននៅពគាថាហ្នឹងថាសង្ខារទាំងឡាយមិនទៀងដូចយើងតែងតែស្ដាប់ប្រសង្ឃសូរអនិច្ចាវតសង្ខារានោះចឹងថាសង្ខារទាំងឡាយមិនទៀងកើតរលត់ទៅជាធម្មតាតែលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទើបបាននៅសេចក្តីសុខគ្រប់យ៉ាងព្រោះតែមិនមានការកើតការចាស់ការឈឺការស្លាប់នឹងឯងដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុហ្នឹងគឺលែងមានខញ្ញជាតិកំណើតសម្រាប់ព្រះអង្គទៀតហើយក៏លែងមានវេទនាគ្រប់សង្កត់ព្រះអង្គទៀតហើយដូចជាជាតិចុងក្រោយហ្នឹងគឺព្រះអង្គធ្លាក់ប្រលោហិតព្រោះតែព្រះអង្គមាននៅខណ្ឌហ្នឹងឯងគឺរូបខណ្ឌហ្នឹងឯងដែលមានវេទនាគ្រប់សង្កត់បានដោយរោគទាំងឡាយគ្រប់សង្កត់ចឹងទៅធ្វើឲ្យព្រះអង្គធ្លាក់ប្រលោហិតដោយអកុសលវិបាករបស់ព្រះអង្គចឹងទៅហើយព្រះនរុត្តក៏បានឧទានគាថាដែរថាព្រះមនីនាថអង្គណាដែលមិនមានតណ្ហាទ្រង់ប្រារព្ធនៅអនុបាទិសេសនិព្វានហើយទ្រង់ធ្វើមរណកាលអសសៈបសសៈនៃព្រះមនីនាថជាតាទីបុគ្គលដែលមានប្រតិខ្ជាប់ខ្ជួននោះមិនមានហើយព្រះមនីនាថទ្រង់អត់សង្កត់វេទនាបានដោយចិត្តមិនរុញរាសេចក្តីរលត់នៃចិត្តក៏កើតមានបីដូចជាការរលត់ទៅនៃប្រទីបអញ្ចឹងគឺព្រះអង្គប្រេតនិព្វានដោយអនុបាទិសេសនិព្វានធាតុហ្នឹងគឺរលត់នៅអសសៈបសសៈគឺមានន័យថាខណ្ឌទាំងឡាយទាំងពួងហ្នឹងនៅដីទឹកភ្លើងខ្យល់ហ្នឹងលែងមានទៀតហើយលែងមានទៀតហើយគឺជាបុគ្គលដ៏ល្អប្រសើរអត់មានបុគ្គលណាមួយក្រៃលែងជាងទេមិនមានទេក្នុងโลกនេះគឺព្រះអង្គរលត់នៅចិត្តទាំងឡាយហ្នឹងឯងដូចជាប្រទីបដែលរលត់ទៅដូចប្រទីបយើងដុតចឹងផ្លុំរលត់ទៅបាត់ចឹងទៅចិត្តប្រៀបបីដូចជាភ្លើងប្រទីបហ្នឹងឯងវារលត់បាត់ទៅលែងមានកើតហើយនឹងចំពោះព្រះអនុរុទ្ធបានពោលគាថានឹងហើយព្រះអនន្តក៏លោកបានពោលគាថាដែរថាកាលដែលព្រះសម្ពុទ្ធប្រកបដោយហេតុប្រសើរទាំងពួងទ្រង់បរិនិព្វានហើយសេចក្តីញាប់ញ័រក្តីសេចក្តីព្រឺរោមក្តីក៏កើតមានប្រកបការព្រះមានពភាបរិនិព្វានហើយភិក្ខុទាំងឡាយណាដែលមិនទាន់ប្រះចារិកៈមិនទាន់ប្រះចារិកៈមាននៅក្នុងទីនោះភិក្ខុទាំងឡាយនោះក៏កងអញ្ជលីកំពួនដៃកតុកទិញទាំងឡាយទៅពួងយ៉ាងទៅនឹងយំស្ដាយសំណោះប៉ុន្តែចំពោះភិក្ខុណាដែលជាអរិយបុគ្គលដែលលោកអស់ទៅនៃកិលេសលោកពិចារណានៅសង្ខារទាំងឡាយថាមិនទៀងយ៉ាងទៅក៏ថាមិនទៀងក៏លោកមានសតិសម្បជញ្ញៈពិចារណាតាមធម៌តែប៉ុណ្្នឹងឯងសូមអនុមោទនីចឹងសេចក្តីទាំងឡាយនៅក្នុងព្រះអង្គទ្រង់បរិនិព្វានញញោមស្ដាប់បានយ៉ាងណាក៏បានប៉ុណ្្នឹងទៅតាមអធិស្ឋានធម្មតាស្ដាប់ច្រើនហើយដល់ទ្រង់ដល់ព្រះនិព្វានច្រើនទ្រង់ដល់សម្ដែងអំពីព្រះអង្គទ្រង់បរិនិព្វានអស់ច្រើនអញ្ចឹងស្ដាប់ពីមុនផ្លេចអស់ដល់ចុងក្រោយចាំខាងក្រោយវិញបន្តិចអញ្ចឹងទៅដល់ផ្ទះវិញផ្លេចអស់វិញចុងក្រោយផ្លេចអស់ដែរចឹងថាវា
បញ្ញារបស់យើងវាអត់ថិតថេរបងវាអត់ថិតថេរទេឃើញកើតលត់ចុងក្រោយគ្មានអីថិតថេរឡើយបងសង្ខារធម៌ទាំងឡាយវាអត់ទៀងលត់អស់ទៅអញ្ចឹងសំខាន់ការយល់ដឹងអំពីពធទាំងឡាយហ្នឹងទៅដើម្បីអប់រំនៅសន្តានចិត្តរបស់យើងគ្រប់គ្នាបងហើយក៏ជ្រះថ្លាចំពោះព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ប្រសូតឡើងនៅក្នុងលោកហើយព្រះអង្គក៏បានត្រាស់ដឹងឡើងនៅក្នុងលោកហើយព្រមទាំងសង្វេគនៅព្រះអង្គដែលបានបរិនិព្វានទៅហើយប៉ុន្តែក៏ជ្រះថ្លាដែលព្រះអង្គបានត្រាស់សម្ដែងនៅពធទាំងឡាយដើម្បីឲ្យយើងសិក្សាតាមពុទ្ធឱវាទមកមានប្រមាណ 84000 បឋមខណ្ឌដែលព្រះអង្គបន្សល់ទុកដើម្បីឲ្យយើងទាំងឡាយសិក្សាប្រតិបត្តិតាមដើម្បីឲ្យរួចផុតចាកទុក្ខពោយើងទាំងឡាយអល់ឡោះអាឡៃស្ដាយប៉ុន្តែព្រះអង្គរំលត់ខណ្ឌគឺរួចផុតចាកទុក្ខប៉ុន្តែយើងអល់ឡោះអាឡៃស្ដាយមែនតែយើងនៅតែមិនទាន់រួចផុតចាកទុក្ខទេប្រៀបបីដូចជាយើងនៅកំពុងតែនៅដើរក្នុងវដ្តអសង្សារនេះព្រះអង្គរលាស់ចោលពីវដ្តសង្សារនេះហើយលែងមានលែងកើតលែងកើតទុក្ខទៀតហើយតែយើងនៅតែកើតទុក្ខអញ្ចឹងមានតែសិក្សាប្រតិបត្តិតាមធម៌របស់ព្រះសម្មាសម្ពុទ្ធដោយសមាប្រតិបត្តិគឺសមាទិដ្ឋិនឹងឯងសន្សំព្យាយាមបន្តិចម្ដងជារឿយទៅដើម្បីបង្កើននៅបញ្ញាហើយសន្សំនៅឧបនិស្ស័យដើម្បីរួចផុតចាកទុក្ខគ្រប់អង្គគ្រប់គ្នាសូមអនុមោទនាបណ្ណាចឹងខ្ញុំកណាសូមចូលរួមបរិយាយប៉ុណ្ណឹងសូមប្រគេនដល់លោកចាស់ជាទេរៈកណាសាធុកណាពីរោះណាស់អ្នកញោមអត្តន័យទៅតាមព្រះអង្គបញ្ចូលនិព្វានប្រនិព្វានញាតិញោមចូលចាំថាក្នុងថ្ងៃនេះដែលជាថ្ងៃដែលណាព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតព្រះអង្គទ្រង់ត្រាស់ដឹងដែលជាថ្ងៃដែលសំខាន់បំផុតថ្ងៃហ្នឹងម៉ោងហ្នឹងពេលហ្នឹងជាថ្ងៃដែលព្រះអង្គបែកពីយើងទៅប្រៀបទៅលើមាតាបិតាពុកម្ដាយយើងវិញថ្ងៃណាដែលគាត់បានមរណភាពទៅម៉ោងណានាទីណាថ្ងៃណាពេលនោះហើយជាពេលយើងពុកម្ដាយបែកពីយើងយ៉ាងណាមិញញាតិញោមក៏បីចាំថាថ្ងៃហ្នឹងម៉ោងហ្នឹងនាទីហ្នឹងក្នុងពេលបច្ចុប្បន្នឥឡូវហ្នឹងគឺជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បែកពីយើងទាំងអស់គ្នាបញ្ញារបស់យើងនេះញាតិញោមស្ដាប់មិនទាន់ផ្លេចមុខផ្លេចក្រោយទេញាតិញោមទាំងអាត្មាក៏ដោយទម្រាំបានមើលចាស់ប៉ុណ្ណេះញោមមើល3ថ្ងៃមុននោះញោមអើយមើលដូចចាក់ទឹកលើក្បាលទាញោមមើលលិចធ្វើអីកើតធ្វើដបងនិយាយប្រាប់ញោមនៅត្រង់តិចចុះបើនៅក្នុងខួរក្បាលអាត្មាដើរទីអាត្មាមែនប៉ុន្តែក្នុងនោះដូចនិយាយដូចឈួតចែមានន័យថាយើងនិយាយចង់មកភាសាបូជានិយាយពីអីយើងដើរនិយាយដូចនិយាយថាដើរនិយាយដូចថ្មពងបរិយាយដើរគិតយ៉ាងម៉េចដូចគ្នាចែយ៉ាងណាបើមិនធ្វើអញ្ចឹងទេអត់អាចនិយាយមកសម្ដែងធ្វើជញាតិញោមកើតទេជើញាតិញោមវិញធ្វើអញ្ចឹងបានអត់បានដូចគ្នាតើញោមមើលជាដល់បាន3ដងមើលមួយថ្ងៃព្រឹក3ដងថ្ងៃ3ដងយប់ម្ដងស្អែកញោមមកនិយាយមិនកើតដូចគ្នាសាក់មើលមិនកើតដូចគ្នាហ្នឹងហើយមើលបានចំណាច់កើតដូចគ្នាហ្នឹងនេះបញ្ញារបស់យើងបញ្ញាយើងចែកជា3បញ្ញាគូសទឹកបញ្ញាគូសថ្មបញ្ញាគូសដីឥឡូវនេះដោយគុណចាកោធ្វើចិត្តតោលោកសំដែងអញ្ចឹងបញ្ញាយើងរៀងអន់ស្ដាប់នេះផ្លេចឯណោះចាំនេះផ្លេចឯណោះប៉ុន្តែទន្ទឹមទៅនឹងបញ្ញាឥឡូវញាតិញោមមិនជាបញ្ញាគូសដីទេបញ្ញាគូសដីគូសទីបន្តិចខ្ជិលរលប់បាត់ហើយបញ្ញាគូសទឹកចប់គូសឲ្យចូលវិញហើយហើយបញ្ញាគូសថ្មនៅបណ្ដោយបញ្ញាគូសថ្មទៅបញ្ញានឹងមុំណាស់ណាមើលហើយគួ
ួយនៅចាំរហូតចឹងទៅហ្នឹងហើយចឹងបានញោមពុទ្ធបរិស័ទទាំងអស់តើញោមបញ្ញាមួយណាបញ្ញាគូទឹកគូអីវាគូថ្មអញ្ចឹងមកគូទឹកយ៉ាប់ហើយគូតិចចូលវិញផ្លុកប៉ុណ្ណឹងបញ្ញោច្បាស់គូថ្មហើយញោមណាអនុមោទនី